Good morning ថ្ងៃនេះចង់ធ្វើវីដេអូមួយដែលជួយទៅលើសាច់កភ្លៅខាងលើឲ្យណែនហាប់ឲ្យធំហើយនឹងចេញជាលក្ខបងប្អូនត្រូវតែព្យាយាមលំហាត់ប្រាណឲ្យបានច្រើនបងប្អូនអាចមើលវីដេអូនេះហើយបងប្អូនអាចអនុវត្តតាមក្បាច់មួយនេះបានគឺជួយតម្លើងសាច់កភ្លៅខាងលើហើយនឹងឲ្យណែនហាប់ល្អសម្រាប់ដែលបងប្រុសបងស្រីដែលគាត់ឡើងគីឡូបងប្អូនអាចលេងក្បាច់មួយនេះបានបើសិនជាមានកភ្លៅខ្លាញ់ច្រើនសាច់យាច្រើនអញ្ចឹងបងប្អូនអាចលេងមួយនេះក៏ទៅក្បាច់មួយហ្នឹងអាចជួយបង្រឹងឲ្យសាច់ដុំយើងណែនហាប់ល្អហើយបាត់ជាតិខ្លាញ់កុំឲ្យវាធ្លាក់សាច់កភ្លៅអញ្ចឹងណាហើយបងប្អូនត្រូវតែព្យាយាមលើកម្លាំងខាងក្រោមដើម្បីយើងប្រឹងឡើងលើមកព្យាយាមទប់ជង្គង់ឲ្យគួតទប់ឲ្យជាប់ហើយដៃតោងទៅក្រោមឲ្យជាប់បងប្អូនត្រូវលេងមួយក្បាច់ទៅ15ដងទៅ12ដងបងប្អូនត្រូវលេង4ជុំទៅ5ជុំបន្ទាប់មកខ្ញុំចាប់ផ្ដើមឲ្យគាត់លេងយកគួតហើយនឹងតាគៀកបងប្អូនអាចមើលក្នុងវីដេអូនេះបានអាចរៀនតាមក្បាច់មួយនេះគឺវាជួយទៅលើកម្លាំងគួតហើយនឹងតាគៀកឲ្យវាណែនឲ្យវាកាន់តែធំឲ្យវាចេញដូចជាផ្លែប៉េះបងប្អូនត្រូវញ៉ាំរបបអាហារណាដែលវាជួយជាប្រូតេអ៊ីនលើសាច់កម្លាំងហើយនឹងជាប្រូតេអ៊ីនវាជួយបដិបដាលើសាច់ដុំខាងយើងទាំងអស់ទាំងរូបរាងកាយយើងពេលចាប់ដើមយើងលេងគួតលេងជើងលេងកភ្លៅគឺវាជួយប្រឹងលើសាច់ដុំយើងឲ្យធំធាត់ល្អឲ្យណែនហាប់ល្អទី2គឺវាជួយជំនួយសុខភាពកាលណាយើងញ៉ាំបន្លែផ្លែឈើទាំងអស់គឺវាជាជួយទ្រទ្រង់គឺរូបរាងកាយយើងឲ្យរឹងមាំបន្ទាប់មកបងប្អូនត្រូវញ៉ាំឲ្យទៀងពេលគេងឲ្យទៀងពេលហាត់ឲ្យទៀងពេលឲ្យគ្រប់គ្រាន់ចាប់ផ្ដើម1ម៉ោងទៅ2ម៉ោងគឺកាន់តែល្អ